នេះហើយជនសង្ស័យ4នាក់ចិន3នាក់និងខ្មែរម្នាក់ករណីធ្វើទរណកម្មនិងសម្លាប់មនុស្ស2នាក់នៅខណ្ឌច្បារអំពៅដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី3ខែមិថុនាឆ្នាំ2026នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន04នាក់ជនជាតិខ្មែរនិងចិនពាក់ព័ន្ធករណីចាប់ចម្រិតទារប្រាក់និងឃាតកម្មគិតទុកជាមុននៅថ្ងៃទី1ខែមិថុនាឆ្នាំ2026កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនិងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីប៊ុនសច្ចាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌលោកឧត្តមសេនីយ៍តូលីប៊ុនអេងស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងលោកវរៈសេនីយ៍ឯកមុំសាវននាយកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន4នាក់ពាក់ព័ន្ធករណីចាប់ចម្រិតទារប្រាក់និងឃាតកម្មគិតទុកជាមុនប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ 168D ផ្លូវបេតុងភូមិកោះក្របីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅកាលពីថ្ងៃទី23ខែឧសភាឆ្នាំ2026វេលាម៉ោង 23:30 នាទីជនសង្ស័យទាំង4នាក់មួយឈ្មោះសុខាដានីភេទប្រុសអាយុ27ឆ្នាំជនជាតិខ្មែរ2ឈ្មោះយុនកំហិនភេទប្រុសអាយុ40ឆ្នាំជនជាតិខ្មែរ3ឈ្មោះ WNGANLNGE ភេទប្រុសអាយុ31ជនជាតិចិន4ឈ្មោះ YUWEIMN ភេទប្រុសអាយុ26ជនជាតិចិនជនរងគ្រោះមួយឈ្មោះតាំងស៊ីម៉េងភេទប្រុសក្លែងភេទជាស្រីអាយុ35ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅស្នាក់នៅភូមិ6សង្កាត់អូរឫស្សីទី2ខណ្ឌ7មករាស្លាប់2ឈ្មោះអែមគឹមស្រុនភេទប្រុសអាយុ38អាយុ38ឆ្នាំជនជាតិខ្មែរមុខរបរបើកបររថយន្តតាក់ស៊ីមានទីលំនៅស្នាក់នៅភូមិជ្រោយអំពិលសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅស្លាប់នៅចំពោះមុខសមត្ថកិច្ចតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញសាកសពជនរងគ្រោះទាំងពីរខាងលើកប់ក្នុងរណ្ដៅលូមានចាក់បេតុង2នៅចំណុចផ្ទះគ្មានលេខផ្លូវបេតុងភូមិបាក់ខែងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារវត្ថុតាងចាប់យកដំបងចំនួន1ពូថៅចំនួន1ខ្សែភ្លើងមួយចំនួននិងទូរស័ព្ទ Mac iPhone មួយគ្រឿងបច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីចំណែកបកពួកសេះសល់សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន